នឹងពួកការដែលយើងស្ដាប់ពធសិក្សាពធអីហ្នឹងគឺដើម្បីលះបង់ការប្រកាន់នឹងមានអភ័យឲ្យច្រើនក្នុងចិត្តហ្នឹងអ្នកទាំងអស់គ្នាពធនិយាយថារឿងការមិនប្រកាន់ការមិនប្រកាន់ហ្នឹងវាទល់តែចេះអភ័យវាជាគូគ្នាអភ័យទានហ្នឹងឈ្នះអស់ទានទាំងពួងណាព្រោះវាកើតឡើងនៅក្នុងផ្លូវចិត្តណាហើយការមិនប្រកាន់មួយការចេះឲ្យអភ័យមួយវានាំឲ្យមានសាមគ្គីឃើញទេវានាំឲ្យមានការស្រុះស្រួលនាំឲ្យមានទឹកមុខញញឹមដាក់គ្នានឹងគ្នាណាហើយការដែលយើងចេះអភ័យទោសនេះមិនចាំបាច់ដល់តែគេសុំទោសទេណាអាហ្នឹងពធហ្នឹងបង្រៀនយើងអញ្ចឹងការដែលយើងចេះឲ្យអភ័យទោសវាមិនមែនទល់តែគេសុំទោសបានយើងអភ័យទេកុំឲ្យប្រកាន់ទល់តែថាបើគេមិនសុំទោសអញមិនអភ័យទោសអាហ្នឹងគឺជារោគមួយរបស់យើងដែលយើងវិចខ្ចប់នៅគំនុំគុំទុកក្នុងសន្តានចិត្តដែលព្រះធម៌ជានិច្ចកាលហ្នឹងតែងតែបានបញ្ញែបញ្យល់យើងឲ្យមានមេត្តាប៉ុន្តែយើងវិចទុកនរណាមិនសុំទោសអញធ្វើឆ្កំឆ្វងចំពោះអញមិនសុំទោសអញអត់អភ័យទោសឲ្យអញអត់ឈប់ខឹងទេណាវាច្រើនតែអញ្ចឹងណានឹងខ្ញុំក៏អាចមកភាពនឹងនិយាយទូទៅទេណាមិននិយាយសម្រាប់តែញាតិចូលមកទេពុទ្ធបរិស័ទស្ដាប់ខ្សែអត្ថអីលើទៅក៏ចាត់ទុកថាជាមេគំនិតសម្រាប់គិតពិចារណាទាំងអស់គ្នាណាចង់និយាយថាតើយើងត្រូវប្រកាន់គោលជំហរក្នុងធម៌អ្វីខ្លះដែលនាំឲ្យមានសាមគ្គីធម៌ដែលព្រះអង្គសម្ដៅចង់បានឲ្យបរិស័ទរបស់ព្រះអង្គនឹងមាននៅក្នុងសន្តានចិត្តនោះក្នុងក្រុមបពុគណៈអីទាំងអស់នោះព្រះអង្គសម្ដែងឲ្យសមគ្គីសមគ្គិណាំងណាតបោសុខោណាសុខាសង្ឃសសង្ឃសុខាសង្ឃសសាមគ្គីសមគ្គិណាំងតបោសុខោការព្រមព្រៀងគ្នាក្នុងពួកគណៈពួកក្រុមនីមួយហ្នឹងជាហេតុនាំមកនៅសេចក្តីសុខហើយវាមិនអាចចេះតែទៅសាមគ្គីគ្នាស្រុះស្រួលគ្នាសម្លឹងមើលគ្នាដោយទឹកមុខញញឹមញញែមទៅកើតដោយអត់មានធัวប្រតិបត្តិទេណាហេតុដែលសាមគ្គីមិនកើតហ្នឹងមកអំពីធัวប្រកាន់នេះមួយការមិនចេះឲ្យអភ័យហ្នឹងពីរណានឹងមេធំដែលនាំឲ្យការដែលយើងមិនអាចសាមគ្គីគ្នាបានការប្រកាន់ច្រើនការខឹងក្រោធច្រើនការមើលទោសគ្នាណាអានឹងឯងដែលមិនអាចឲ្យសាមគ្គីស្រឡាញ់គ្នាបានទេបើទុកជាស្រឡាញ់ដោយដល់ឲ្យចូលចិត្តបានស្រឡាញ់ពាក្យថាសាមគ្គីស្រុះស្រួលមិនមែនទល់តែយើងស្រឡាញ់បានយើងសាមគ្គីកើតបើធ្វើទាស់ចិត្តអញអត់សាមគ្គីជាមួយវាមិនមែននៅក្នុងលក្ខណៈអញ្ចឹងទេអាហ្នឹងវានៅក្នុងលក្ខណៈអកតេធម៌ទៅវិញណាអកតេធម៌លំអៀងទៅដោយសារស្រឡាញ់ទៅក៏រាប់អានទៅចូលចិត្តទៅស្អប់ទៅក៏ខឹងទៅក្រោធទៅពោលទោសទៅមិនដើរចិត្តទៅណាលក្ខណៈអញ្ចឹងវាមិនមែនជាលក្ខណៈសាមគ្គីទេជាលក្ខណៈផ្អៀងទៅតាមអកតេធម៌ទេណាលក្ខណៈសាមគ្គីនោះណាអត់មានរើសបុគ្គលនេះជាទីស្រឡាញ់បុគ្គលនោះដែលអញស្អប់ណាអត់អញ្ចឹងទេបើអញ្ចឹងយើងនៅគ្រប់គ្រងពាក្យថាពុទ្ធជននឹងខ្លាំងណាស់ណាព្រោះពុទ្ធជនដែលមិនអាចទៅជាអរិយបុគ្គលបានគឺនៅក្នុងអំណាចអកតេធម៌នេះណាអកតេធម៌4ណាហើយអកតេធម៌4ហ្នឹងជាហេតុជាមេនាំសត្វលោកទៅអបាយភូមិនាំទៅកាន់នរកទេរឆានអសុរកាយជាសំណាញ់របស់អបាយភូមិអកតេធម៌4ហ្នឹងលំអៀងព្រោះស្រឡាញ់លំអៀងព្រោះស្អប់លំអៀងព្រោះខ្លាចលំអៀងព្រោះល្ងងអរិយបុគ្គលថ្នាក់សោតាបាននៅមានអកុសលចិត្តខ្លះដែរតែលោកមិនទៅកាន់អបាយភូមិដោយសារលោកបានហែកចោលនៅសំដាញ់អបាយភូមិគឺអកតេធម៌4ហ្នឹងនឹងមានពាក្យមួយសម្រាប់ហៅអកតេធម៌ហ្នឹងហៅថាសំណាញ់អបាយភូមិដែលរាំងសត្វលោកមិនឲ្យងើបពីរលំអបាយភូមិបានដោយការបណ្ដេតបណ្ដោយចិត្តព្រោះស្រឡាញ់ព្រោះស្អប់គាត់តោះចឹងទេណាហ្នឹងហើយដល់តែអរិយបុគ្គលលោកបានហែកនៅអកតេធម៌4នឹងចោលអស់
យើងមិនចាំបាច់និយាយដល់បពុធัวផ្សេងៗទេដែលបពុធัวផ្សេងៗហ្នឹងមានមច្ឆរិយៈអ៊ីសាអីហ្នឹងមិននិយាយទេប៉ុន្តែនៅក្នុងអកតេធัว4ហ្នឹងគឺជាមេជានិទានដែលនាំឲ្យកើតកាន់អបាយភូមិណាដូច្នេះដើម្បីចូលទៅដល់ការស្រស់ស្រួលសាមគ្គីគ្នាបាននឹងហេតុអីបានជាព្រះដ៏មានព្រះភិក្ខព្រះអង្គឲ្យបរិស័ទនឹងស្រស់ស្រួលសាមគ្គីគ្នាសម្លឹងមើលគ្នាដោយទឹកមុខញញឹមញញែមថាការដែលត្រូវគ្នានឹងហើយនាំឲ្យកើតបុណ្យកុសលច្រើននៅក្នុងចិត្តឧទាហរណ៍ញាតិញោមអញ្ជើញមកអញ្ចឹងបើកលេចមើលគ្នាទៅសិតតែគួរជាទីរីករាយដាក់គ្នាចិត្តជ្រះថ្លាល្អទេណាចិត្តល្អទេល្អហើយចុះបើសិនជាមកកលេចឃើញតានោះអញស្អប់តានឹងដល់កលេចមើលយាយនោះអញស្អប់យាយនឹងដល់ចិត្តជ្រះថ្លាល្អទេអត់ទេណាព្រោះមហាកុសលនឹងវាត្រូវការបុគ្គលជាទីសប្បាយណាបុគ្គលជាទីសប្បាយជាទីចូលចិត្តអង្គុយចិត្តអត់មានកើតរឿងកើតរ៉ាវណាបើទុកជាណាសន្សំរឿងរ៉ាវដោយខ្លួនគេក៏យើងមិនសន្សំរឿងណាមិនសន្សំរឿងហ្នឹងគឺមិនយកពាក្យសម្ដីអ្នកដតីហ្នឹងមកត្រេះរិះណារឿងវាមិនដែលរត់មករកមនុស្សទេតែមនុស្សទេតាដែលចូលចិត្តរត់ទៅរករឿងណាឬពាក្យមួយទៀតគេនិយាយថាបញ្ហាវាមិនមែនរត់មករកសត្វលោកទេតែសត្វលោកទេតាដែលរត់ទៅរកបញ្ហាហើយក៏ចេះតែត្អូញថាវាជាប់ចម្ពាក់ណាវាលំបាកណាញាតិញោមចាណាមើលមានបញ្ហាឯណាដែលវារត់មករកសត្វលោកនោះវាមានតែសត្វលោកទេរត់ទៅរកបញ្ហាទាំងបញ្ហាក្នុងជីវិតប្រចាំថ្ងៃទាំងបញ្ហាក្នុងសង្សារវដ្តណាឧទាហរណ៍ថានរកគេនៅទៅនរកគេនោះទៅនរកមានមកហៅយើងឯណាឬក៏នរកមកហៅយើងណាតែយើងទេតើដែលសាងបាបកម្មទៅកើតក្នុងនរកនោះដល់ឆេះទៅបានអុយយ៉ាស់អុយយយណាដោយគុកចឹងគុកមានមកហៅយើងទេអត់ទេយើងទេតើដែលបង្កើតបញ្ហាទៅចូលគុកមិនមែនគុកចេះមកបង្កើតបញ្ហាឲ្យយើងទេណារឿងរ៉ាវអ្វីដទៃទៀតការលំបាកចិត្តការឈឺកាត់ឬក៏បញ្ហាសពគ្រប់ប្រការទាំងអស់ថាបញ្ហាហ្នឹងវាមិនមករកយើងទេតែយើងទេតើដែលអ្នកសាងនៅបញ្ហាហ្នឹងដើម្បីទទួលខ្លួនឯងណាដូច្នេះយើងកុំឲ្យចេះតែគិតថាគេអ្នកនាំបញ្ហាហ្នឹងឲ្យយើងគេអ្នកនាំសេចក្តីទុក្ខហ្នឹងឲ្យយើងតាមពិតយើងខ្លួនឯងហ្នឹងជាអ្នកសាងសេចក្តីទុក្ខឬសុខឲ្យខ្លួនឯងណាវាខាតពេលអាឡ័យតែទៅឲ្យទោសអ្នកដទៃយ៉ាងនេះយ៉ាងនោះខ្វះការអប់រំបន្ទុំសន្តានចិត្តរបស់ខ្លួនឯងណាពេលវេលាសម្រាប់រស់ហ្នឹងមិនយូរទេញាតិអូម៉ែណាយប់ព្រឹកសិតតែជាថ្ងៃដែលយើងចាស់ណាចាស់រាល់ថ្ងៃក្នុងថ្ងៃដែលយើងចាស់នឹងមានថ្ងៃឈឺហើយថ្ងៃឈឺនឹងមានថ្ងៃមួយខានបានឈឺគឺថ្ងៃស្លាប់ណាងាប់ឲ្យស្លាប់ប្រហែលគ្នាណានឹកទៅដល់រឿងស្លាប់ទៅបានយើងមិនដឹងជាចង់ឈ្នះចាញ់គ្នាអីទៀមទាឲ្យគេសុំទោសអីណាមនុស្សយើងជួនកាលចឹងដែរណាកុំប្រកាន់អីទេវាធ្វើខុសចំពោះខ្ញុំបើវាមិនសុំទោសខ្ញុំទេខ្ញុំមិនឈប់ខឹងហើយចាំមើលខំខឹងនឹងបានអីបានអីទេណាបានខឹងហ្នឹងបានទោសៈហ្នឹងបានភ្លើងមកដុតសន្តានចិត្តរបស់ខ្លួនឯងណាដូច្នេះការឲ្យអភ័យណាការឲ្យអភ័យគឺជាការដោះខ្លួនឯងឲ្យរួចអំពីសេចក្តីក្តៅក្រហាយគ្រប់ប្រការទាំងអស់ណាការស្ដាប់ព្រះធម៌ការសិក្សាព្រះធម៌នេះមិនមែនជាការយកត្រឹមតែបរិមាណថាអូខ្ញុំរៀនធម៌10ឆ្នាំខ្ញុំអង្គុយធម៌10ឆ្នាំបួស20វស្សាយកទៅអួតគេស្អីអញ្ចឹងនោះណានឹងវានៅលើការដែលប្រតិបត្តិនឹងជាការសំខាន់អ្វីបិទថាប្រតិបត្តិមិនអាចលះនៅបរិយ័តមែនប៉ុន្តែបើសិនជាសិក្សានឹងដើម្បីយកទៅបរិមាណក៏អត់ប្រយោជន៍ណាហើយមិនមែនថាបរិយ័តនឹងមិនសំខាន់ទេវាជាផែនទីវាជាប្លង់សម្រាប់ដើរណានឹងញាតិញោមបើគេធ្វើខុសអីគេអត់បានសុំអភ័យទោសចេះឲ្យអភ័យដែររៀនណានឹងដូចមិនចេះណាមិនចេះក៏ត្រូវតែរៀនដែរណាត្រូវតែរៀននឹងពធថ្ងៃហ្នឹងចង់សម្ដែងឲ្យញាតិញោមរៀនឲ្យអភ័យណារៀនឲ្យអភ័យទោសចំពោះអ្នកដែលធ្វើខុស
ធ្វើខុសចំពោះអ្នកណាក៏ដោយចំពោះយើងក៏ដោយណាត្រូវដឹងថាអ្នកដែលធ្វើខុសអ្នកល្ងងឬក៏អ្នកឆ្លាតល្ងងណាហើយយើងដឹងថាគេធ្វើខុសយើងតាំងចិត្តថាយើងឆ្លាតណាបានយើងដឹងថាគេខុសហើយចុះបើវាឆ្លាតហើយទៅប្រកាន់គេសប្បុរសឬអសប្បុរសណាសប្បុរសចេះប្រកាន់ទេសប្បុរសអសប្បុរសមានការប្រកាន់ណាហើយចូលចិត្តធ្វើខ្លួនជាសប្បុរសឬក៏ចង់ឲ្យខ្លាចជាអសប្បុរសណាសន្តោបរិសោបរិសស្ត្រីដែលមានចិត្តស្ងប់គេហៅថាសប្បុរសពាក្យថាសប្បុរសហ្នឹងមិនមែនគ្រាន់តែចេះឲ្យនៅតែប៉ះញើទេណាហើយបើចេះតែថាគេហៅថាអាចារ្យតថេណាតែចិត្តហ្នឹងប៉ះមិនបានហ្នឹងមិនហៅថាសប្បុរសទេណាសព្ទដើមនៃពាក្យថាសប្បុរសហ្នឹងគឺសន្តោណាសន្តោបរិសោទៅជាសព្វបរិសោបរោះដែលមានចិត្តស្ងប់ហៅថាសប្បុរសណាដូច្នេះសប្បុរសហ្នឹងវាត្រូវមានអង្គពីរគឺចេះដឹងផងមានចិត្តស្ងប់ផងណាដើម្បីឲ្យទៅជាមនុស្សមិនចង្អេងចង្អាងមិនទៅតែនឹងអ្នកដតីឬថាមានសេចក្តីសុខក្នុងសន្តានចិត្តនឹងទី1ត្រូវចេះអភ័យទោសណាទី2មិនរៀនប្រកាន់ច្រើនទី3ត្រូវចេះអរគុណនិងចេះសូមទោសណាចំពោះទោសកំហុសដែលមានហើយណាដោយព្រះសិរីបុត្រណាមានវិខអង្គមួយហ្នឹងលោកចំណែនជាមួយនឹងព្រះសិរីបុត្រណាពេលដែលព្រះសិរីបុត្រថ្វាយបង្គំលាព្រះសម្មាសម្ពុទ្ធទៅកាន់ជនបទឯណានីមួយណាចំណែននឹងព្រះសិរីបុត្រនឹងមានបរិវារច្រើនណាដល់តែព្រះសិរីបុត្រលោកនិមន្តចេញទៅជាជីវរលោកនឹងឲ្យព្រៀងហើទៅប៉ះជាជីវរលោកបន្តិចណាលោកក៏មានសេចក្តីខឹងក្រោធឡើងណាថាសិរីបុត្រនេះអាងយុះអាងស័កខ្លួនឯងជាមហាសាវកដើរប៉ះគេប៉ះឯងគ្មានចេះសុំទោសអានឹងប្រកាន់ឬក៏ឲ្យអភ័យអានឹងណាហើយញាតិញោមសបោចឹងទេណាប៉ះដោយមិនបានដឹងក៏ប្រកាន់ដែរណាថ្វាយបង្គំព្រះរាមាប្រភេទទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនណាព្រះសិរីបុត្រនឹងប្រហាខ្ញុំព្រះអង្គឲ្យអត់សុំទោសគ្រាន់តែជាជីវរប៉ះបន្តិចថាប្រហាលោកណាទៅទូលពិតព្រះរាមាប្រភេទណាហើយអត់សុំខមាទោសទេដោយគិតថាខ្លួនឯងជាអក្សសាវកណាហើយខ្លួនឯងឲ្យកលេសញុកទៅប្រកាន់ព្រះរហន្តណាកិលេសហ្នឹងវាមានស្គាល់ព្រះរហន្តអីណាបើស្គាល់ព្រះរហន្តមិនមែនកិលេសធំទេណាហើយព្រះដែលមានប្រភាមិនតន់ឲ្យព្រះសិរីបុត្រទៅទេព្រះសិរីបុត្រលោកណាទៅដល់ចិត្តឧបចារវត្តហ្នឹងព្រះអង្គក៏ឲ្យគេហៅព្រះសិរីបុត្រមកណាបានព្រះអង្គសួរថាមនាលសិរីបុត្រអ្នកបានប្រហារនៅភិក្ខុនេះដោយជាជីវរហើយមិនសុំខមាទោសដូច្នោះមែនឬណាបបិទ្ធព្រះអង្គដ៏ចម្រើនណាខ្ញុំព្រះអង្គមិនបានប្រកាន់នៅដីទឹកភ្លើងខ្យល់នឹងថាជារបស់មមមួនអាកាសធាតុវិញ្ញាណធាតុនឹងថាជារបស់មមមួនរបស់សំខាន់ឡើយណាពួកភិក្ខុសង្ឃទាំងឡាយមកស្ដាប់សីហនាទរបស់ព្រះសិរីបុត្រព្រះសិរីបុត្រលោកបានបន្លឺនៅសីហនាទថារូបកាយរបស់លោកនេះជារបស់ស្អុយរបស់រលួយជារបស់មិនមមមួនណាលោកបានទុកសន្តានចិត្តរបស់លោកនឹងដូចជាផែនដីណាចិត្តខ្ញុំព្រះអង្គដូចជាផែនដីដោយសេចក្តីថាអ្នកណាមកកាប់មកជីកអីយ៉ាងណាបន្តបងមុតលមួកដាក់អីយ៉ាងណាក៏ផែនដីមិនញាប់ញ័រយ៉ាងណាចិត្តរបស់ខ្ញុំព្រះអង្គដូចជាផែនដីយ៉ាងនឹងដែរម្យ៉ាងទៀតចិត្តរបស់ខ្ញុំព្រះអង្គនឹងដូចជាភ្លើងណាភ្លើងមិនរើសនៅរបស់ល្អរបស់មិនល្អឬក៏ដូចជាខ្យល់តែងតែបក់ទៅសពទិសមិនប្រកាន់ថាទីនេះក៏ក្រិចណាស់ខ្យល់មិនបក់តែទីល្អអត់ទេឬក៏ដូចជាទឹក
គេយកទៅលាងរបស់ល្អមិនល្អយ៉ាងណាឬក៏លាងនៅរបស់សៅម៉ងទឹកបង្គន់យ៉ាងម៉េចចាក់ចូលទៅក្នុងណាទឹកមិនប្រកែកសន្តានចិត្តរបស់ខ្ញុំព្រះអង្គដូចជាទឹកណាយ៉ាងទៀតលោកប្រៀបធៀបសន្តានចិត្តរបស់លោកនឹងដូចជាកន្ទោបជូតលនាបអញ្ចឹងកន្ទោបជូតធូលីណាថាបើគេយកកណាត់នឹងយកទៅរុំរបួសឬក៏ទៅរុំផ្កាលំអងខ្ចប់នៅគ្រឿងក្រអូបក៏មិនដែលត្រេកអរឬថាគេយកទៅជូតនៅរបស់កក្រិចរបស់មិនស្អាតក៏មិនដែលប្រកែកយ៉ាងណាសន្តានចិត្តរបស់ព្រះសិរីបុត្រនឹងដូចជាកន្ទោបជូតលនាបអញ្ចឹងណាយ៉ាងទៀតលោកប្រៀបធៀបខ្លួនលោកនឹងលោកដាក់ខ្លួនលោកដូចជាក្មេងច័ន្ទដៀលអញ្ចឹងធម្មតាក្មេងច័ន្ទដៀលជាក្មេងអត់ទីពឹងដើររើសតាមធំសម្រាមនឹងនរណាជេរនរណាស្ដោះទឹកមាត់ដាក់អីយ៉ាងណាមិនហ៊ានតវ៉ានឹងគេយ៉ាងណាព្រះសិរីបុត្រសូម្បីតំណែងលោកជាអគ្គសាវកស្ដាំនឹងប្រកដីលោកដាក់ខ្លួនលោកដូចជាក្មេងច័ន្ទដៀលអញ្ចឹងណាហើយវិខនោះមិនទាំងបានស្អីបន្តិចផងទៅហ៊ានចំណែនជាមួយលោកឃើញទេណាយ៉ាងទៀតលោកទុកខ្លួនលោកសន្តានចិត្តលោកដូចជាគោឧសភៈដាក់បាក់ស្នែងអញ្ចឹងអត់មានទៅអួតដាក់អ្នកណាអត់មានទៅចង់ជល់ជាមួយនឹងអ្នកណាទេណាច្រើនសម្ដែងច្រើនណាប្រៀបដូចជាប្រតិប្រេងអីហ្នឹងច្រើនសម្ដែងចប់ប៉ុណ្ណឹងភិក្ខុនោះញ័រខ្លួនទៅណាចេះគិតថាអំបានលោកជាអគ្គសាវកមានតម្ដែងខ្ពង់ខ្ពស់មានយុះដប់អាសាលោកដាក់ខ្លួនលោកទៀបដូចជាក្មេងច័ន្ទដៀលចោះអាត្មាអញនេះស្អីអាត្មាអញហ្នឹងដែលប្រកាន់ហ្នឹងញ័រខ្លួនញ័រដៃសាពះញ័រពឹបណាទីបំផុតព្រះសិរីបុត្រលោកលើកដៃលោកផ្គងឡើងអង្គុយចំហោងទៅកាន់ភិក្ខុនោះណាព្រោះព្រះអង្គប្រាប់ព្រះសិរីបុត្រថាអ្នកចូលអត់ទោសឲ្យភិក្ខុនេះផងចុះបើមិនដូច្នោះទេភិក្ខុនេះពិតជាបែកក្បាលជា7ភាគមិនខានព្រោះការដែលប្រកាន់ចំពោះអ្នកដោយខុសទំនងយ៉ាងនេះបានព្រះសិរីបុត្រលោកអភ័យទោសឲ្យហើយលោកគួងអញ្ជលីអង្គុយចំហោងថាមនាលអវសោប្រសិនបើខ្ញុំកណាមានទោសកំហុសណាអ្នកចូលអត់ទោសឲ្យខ្ញុំកណាដើម្បីខ្ញុំកណានឹងសង្រួមតទៅទៀតហើយយើងគិតមើលអគ្គសាវកសំទៅសុំទោសភិក្ខុបាបមួយទេvì ក្នុងគំនិតយើងណាយើងមិនបាច់ដល់តំណែងអគ្គសាវកទេគេហៅថាស្អីគេហៅថាមហាស្អីហ្នឹងក៏ចាំតែមកចេះសុំទោសកូនលោកនេនមួយចោះមែនទេណាកិលេសហ្នឹងវាឡើងតាមអីតាមឈ្មោះតាមតំណែងតាមកិត្តិយសណាយើងគិតមើលភិក្ខុបាបភិក្ខុហ្នឹងមានចិត្តបាបពេញខ្លួនណាប៉ុន្តែព្រះសិរីបុត្រសុំខមាទោសយើងគិតថាម៉េចណាជាទង្វើមួយគួរឲ្យយើងធ្វើតម្រាប់តាមទេគួរទេណានឹងចាត់ទុកថាជាបងដ៏ឧត្តមរបស់យើងព្រះសិរីបុត្រហ្នឹងណាហើយមើលភិក្ខុនឹងមានបានសុំខមាទោសព្រះសិរីបុត្រអីអត់ទេណាលោកអភ័យទោសឲ្យហើយសុំខមាទោសទៅទៀតណាដើម្បីកុំឲ្យភិក្ខុនឹងភ័យណាព្រោះសត្វបរោះនឹងលោកមិនដែលចង់ឲ្យសត្វលោកណាមានការភ័យព្រួយបារម្ភអីទេណាសង្កេតមើលក្នុងខ្លួនយើងនឹងចេះដឹងបណ្ណាក៏ដោយឲ្យតែមានគំនិតថាចង់ឲ្យគេឈឺចិត្តចង់ឲ្យគេនឹងលំបាកមិនមែនសប្បុរសទេសង្កេតមើលហើយក៏យើងមិនមែនចង់បានឈ្មោះថាជាសប្បុរសមកធ្វើអីដែរគ្រាន់តែថាឈ្មោះថាជាសប្បុរសនឹងគឺចិត្តកំពុងស្ងប់ចិត្តកំពុងល្អណាវាគ្រាន់តែសន្មត់ទៅលើចិត្តដែលកំពុងស្ងប់តែប៉ុណ្្នឹងទៅចិត្តដែលកំពុងល្អប៉ុណ្្នឹងទៅដែលហៅថាសប្បុរសនោះយើងមិនមែនចង់បានឲ្យនរណាសរសើរយើងថាជាសប្បុរសទេប៉ុន្តែយើងសិក្សាយើងស្ដាប់ថាតើសប្បុរសនឹងយ៉ាងម៉េចហើយពេលដែលយើងចេះតែប្រកាន់យើងចេះតែចង់ឲ្យគេឈឺចិត្តចេះតែចង់និយាយបញ្ឈឺចិត្តគេលក់លើអញ្ចឹងហ្នឹងតើយើងនឹងបុគ្គលបែបណានៅក្នុងសភាពនៃអរិយបុគ្គលឬក៏នៅក្នុងសភាពជាសប្បុរសហ្នឹងលោកអត់មានបញ្ឈឺចិត្តណាទេបញ្ឈឺចិត្តហ្នឹងគឺចង់ឲ្យចិត្តគេឈឺចង់ឲ្យគេលំបាកចិត្តណាចេះទទួលស្គាល់ដែរខ្លួនឯងលំបាកចិត្តចេះត្អូញលំបាកដែរណាប៉ុន្តែពេលកិលេសកើតហ្នឹងចេះចង់ឲ្យគេឈឺចិត្ត
ណានៅក្នុងជីវិតប្រកដីហ្នឹងរៀនធัวឯណាមិនចេះឥឡូវគិតអញ្ចឹងវិញទៅនឹងក៏ជាធัวហើយដែលពិចារណាក្នុងជីវិតរាល់ថ្ងៃហ្នឹងព្រោះការសិក្សាការស្ដាប់ព្រះធម៌នោះក៏ដើម្បីអាហារផ្លូវចិត្តហ្នឹងវាមិនមែនដើម្បីយកចេះនឹងយកទៅប្រឡងយកសញ្ញាបត្រឯណាទេណាមិនគ្រាន់តែយកចេះនឹងទិញសម្បត្តិស្ថានសួគ៌បានទេចេះគឺព្រមជាមួយនឹងការប្រព្រឹត្តចេះព្រមជាមួយនឹងការប្រតិបត្តិណាគ្រាន់តែចេះពោលចេះតែថាហើយអត់មានធัวក្នុងចិត្តមែនទេអាហ្នឹងព្រះអង្គហៅថាបោទលៈស្អីបោទលៈណាបោទលៈភិក្ខុគម្ពីរតេមែនទេណាតែចង់ញាតិញោមចេះដែរប៉ុន្តែអត់ប្រតិបត្តិហៅថាឧបាសិកាបោទលៈឧបាសិកាបោទលៈឧបាសកណាហ្នឹងដូច្នេះនៅក្នុងជុំវិញជីវិតយើងហ្នឹងព្រោះផ្លូវដែលអប់រំហ្នឹងផ្លូវភ្នែកផ្លូវតិចផ្លូវអត់ដឹងថាត្រឹមតែជារូបដែលកើតឡើងក្លិនមិនល្អឬក៏ល្អយ៉ាងណាក៏កំណត់ដឹងថាត្រឹមតែជាក្លិនដែលកើតឡើងណាហ្នឹងវាចូលទៅនៅក្នុងព្រះអភិធម្មប៉ុន្តែប្រកដីហ្នឹងគឺរឿងរ៉ាវជុំវិញជីវិតហ្នឹងកុំឲ្យយើងបន្ទោសរឿងណាព្រោះរឿងអត់មានទេរឿងទាំងអស់គ្រាន់តែជាការនិមិត្តសាងឡើងរបស់វិថីចិត្តតែប៉ុណ្ណោះណាអ្វីដែលមានប្រកបគឺរូបសម្លេងក្លិនរសផតថាពៈនិងធម្មអារម្មណ៍ដែលប្រកបជាបរមត្ថធម៌តែរឿងបញ្ញត្តិគឺជាការសាងឡើងរបស់វិថីចិត្តតែប៉ុណ្ណោះណាជាការសាងឡើងនិមិត្តឡើងរបស់វិថីចិត្តតែប៉ុណ្ណោះអ្វីដែលជាសមតិសច្ចៈនេះវាមិនមែនជាបរមត្ថសច្ចៈទេពាក្យថាសមតិគឺជាការសន្មតការនិមិត្តឡើងសន្មតថាជាមនុស្សជាសត្វអីចឹងទៅគឺជាការសាងឡើងនិមិត្តឡើងរបស់ចិត្តដែលធ្លាប់បានដឹងដោយការសម្គាល់គឺសញ្ញាខណ្ឌតែប៉ុណ្ណោះណាដូចយើងស្គាល់ថានឹងកែវណាមកពីយើងធ្លាប់ស្គាល់ពីមុនមកគេប្រាប់ថានឹងកែវបើគេមិនធ្លាប់ប្រាប់ទេស្គាល់ថាកែវទេអត់ទេនេះថាវិទ្យុមញេណាម៉ាក់ស៊ូនីមើលទៅស្គាល់តែស៊ូនីណាស៊ូនីចឹងបើមិនធ្លាប់ស្គាល់គេប្រាប់ថានឹងស៊ូនីពីមុនមកក៏យើងអត់ដឹងថានឹងស៊ូនីមិនដឹងស្អីអក្សរក្បាមហ្នឹងមិនដឹងស្អីយើងពិចារណាដិតដល់ចឹងទៅណាដូចនេះយើងហៅក្បាលមេក្រូខ្មែរយើងហៅក្បាលមេក្រូគេប្រាប់អញ្ចឹងគេហៅថាក្បាលមេក្រូក៏ហៅតាមគេអញ្ចឹងទៅតែក្បាលមេក្រូពិតប្រាកដអត់មានតែដីទឹកភ្លើងខ្យល់តែប៉ុណ្ណោះណាដូចដៃខាងនេះដៃម្រាមដៃខាងកូនដៃនាងដៃស្អីអានេះស្អីចង្អុលអាហ្នឹងអានេះចង្អុលហ្នឹងអានេះមេគ្រាន់តែរៀងធំជាងគេក៏ហៅមេទៅព្រោះវាមានបកើត4នេះទៀតឯណាអាហ្នឹងមកបកើត4ហ្នឹងហ៎មិនមែនទេប៉ុន្តែយើងឃើញវាធំហៅមេទៅណាក៏សម្គាល់ថាមេទៅតាមពិតវាមិនមែនមេទេតែជាការសម្គាល់តែប៉ុណ្ណោះណាដូច្នេះអ្វីពិតប្រកបនឹងអត់មានញាតិញោមអត់មានសោះញាតិញោមលំបាកចិត្តរឿងអីក្នុងជីវិតហ្នឹងថារឿងនេះរឿងនោះតែរកឲ្យឃើញទៅអត់មានរឿងសោះវានៅតែលើចិត្តយើងជាអ្នកផ្សំគ្រឿងតែប៉ុណ្ណោះណាដេកលក់មានដឹងរឿងទេអត់យកសពឃើញឯណាផ្សេងទៅណាជាលោកនៃវិថីចិត្តមួយផ្សេងទៅនៅជាមួយលោកមួយផ្សេងទៅជាងការយកសពមិនយកសពឃើញរាល់ថ្ងៃនេះផងទៅឃើញឯណានោះទៅហើយឯណានោះក៏វាអត់មានពិតប្រកបជាការនិមិត្តឡើងរបស់ស្តុបណៈមโนទ្វេរវិថីចិត្តតែប៉ុណ្ណោះណាអ្វីនៅក្នុងជីវិតយើងនឹងដូចគ្នាអញ្ចឹងពេលរឿងលំបាកមកដល់ពេលរឿងត្រូវចូលបានចិត្តអីមកដល់ត្រូវដឹងថាដូចជាយកសពអញ្ចឹងសុបិណកោបមាអ្វីដូចយកសពអញ្ចឹងណាហើយវាមិនអាចតាំងនៅតែដដែលរហូតទៅទេកុំឲ្យរឿងដែលកើតឡើងនេះវាទៅជាសុញកំណត់ថាអូឡើងកើតហើយអូវាវិនិច្ឆ័យហើយហ្នឹងវាមិនមែនថារឿងហ្នឹងវានៅតែអញ្ចឹងទៅទៀតទេជួនកាលក៏យើងដោះស្រាយបានមុនពេលវេលាដែលយើងកំណត់អញ្ចឹងទៅបើទុកជាយើងដោះមិនបានគង់តែរឿងហ្នឹងវិនិច្ឆ័យទៅណាគង់តែវិនិច្ឆ័យទៅដល់ពេលដល់វេលាវាវិនិច្ឆ័យទៅតែដូចធ្លាក់នរកអញ្ចឹងទុកយ៉ាងណាលំបាកយ៉ាងណាដល់កំណត់ឈប់នៅក្នុងនរកមកកើតមនុស្សម្ដងទៅកើតស្រុកណាទៅកើតជាសត្វលំបាកយ៉ាងណាលំបាកយ៉ាងម៉េចអត់ចំណីយ៉ាងម៉េចទីបំផុតងាប់ពីហ្នឹងទៅកើតកន្លែងផ្សេងណា
គឺត្រូវដោះស្រាយជាមួយនឹងបញ្ហាដែលត្រូវកើតឡើងរហូតឲ្យឃើញតែបញ្ហាក្នុងជីវិតហ្នឹងវាធម្មតាមានត្រូវដោះត្រូវគិតត្រូវអីធម្មតាអញ្ចឹងទេព្រោះយើងងាប់ទៅក៏អត់បាននៅគិតរឿងរាល់ថ្ងៃហ្នឹងទៀតដែរណាដូចអ្នកនៅជាមួយយើងប្រពន្ធយើងប្តីយើងកូនយើងម៉ែយើងការដែលនៅជាមួយគ្នាជួយដោះស្រាយបញ្ហាជាមួយគ្នាអញ្ចឹងទៅងាប់ទៅគឺដោះស្រាយក្នុងលោកខាងមុខហើយមានបាបច្រើនដោះស្រាយក្នុងនរកទៅមានល្មមដោះក្នុងប្រែតទៅមានស្រាបន្តិចដោះក្នុងតិរិឆានទៅក្រនបើទៅដោះក្នុងមនុស្សផ្សេងទៀតទៅក្រនបើទៅដោះទៅដើមគ្នាស្រីទេបាបសយនោះទៅមិនចឹងឬក៏នៅតែដោះស្រាយបញ្ហារហូតណាអត់ទេកុំឲ្យបញ្ហាហ្នឹងថាទេរឿងបញ្ហាហ្នឹងបើអត់ខ្ញុំគេដោះអត់កើតណាគំនិតហ្នឹងគឺជាគំនិតដែលយើងទុកខ្លួនយើងឲ្យជាប់នៅក្នុងបញ្ហាហ្នឹងដូចជាយើងរកពេលសិក្សារៀនសូត្រពធអត់កើតហ្នឹងអត់ខ្ញុំទៅកូនដាំបាយស៊ីមិនកើតទេព្រោះរៀនធัวចំពេលដាំបាយហ្នឹងហ្មងណាហើយពេលស្ដាប់ធัวចំពេលដាំបាយហ្នឹងខ្ញុំទៅរៀនធัวមិនកើតខ្ញុំស្ដាប់ធัวមិនកើតទៅបន់មិនកើតឥឡូវសូត្រតែយើងងាប់ហ្នឹងគេនៅកើតកូនស្រឡាញ់ណាស់ហ្នឹងស្មានតែគេចូលទៅដេកមកយប់ជាមួយយើងមិនបាច់ដេករហូតទេគ្រាន់តែធ្លាក់ក្នុងមឈូសភ្លឹបកូនណាម៉ែនៅពូជួយកូនឯងរហូតមកកំដរម៉ែមកយប់នោះគ្របមកឈូសឲ្យចិត្តទៅដេកជាមួយម៉ែហ្នឹងដេកទេណាចេះតែគិតអញ្ចឹងដល់ដូចខ្ញុំកណ្ណាអាត្មាភាពអីចឹងសម្ដែងពធដឹកនាំញាតិញោមកណ្ណាគ្រប់ព្រះអង្គអីបានខ្លះអញ្ចឹងទៅណាហើយញាតិញោមចិត្តថាអត់ពីម្ចាស់គ្រូហ្នឹងមិនកើតទេមិនមែនទេអាត្មាងាប់ទៅគេនៅតែកើតអញ្ចឹងមែនអ្នកណាដែលធំជាងព្រះហើយយើងគិតបើយើងទៅជួបព្រះអង្គយើងចង់ឲ្យព្រះអង្គបរិនិព្វានទេអត់ទេយើងគិតថាដោយព្រះអនន្តអញ្ចឹងបបិទ្ធព្រះអង្គហើយការដែលព្រះអង្គគង់នៅភិក្ខុភិក្ខុនីតែងតែជួបជុំគ្នាបាសកបាសិកាចុះបើព្រះអង្គបរិនិព្វានទៅយ៉ាងណាទៅណោណាមានអ្នកយំអ្នកព្រួយជំនួសយើងច្រើនណាស់ទេសម័យព្រះនោះទេវតាក៏យំស្ដេចលិច្ចវីទាំងឡាយស្ដេចណាស្ដេចនៃយំបំរាស់ននាលលើផែនដីថាបបព្រះតមានប្រភេទព្រះអង្គមិនគួរណាបរិនិព្វានឆាប់ពេកណាស់យ៉ាងនេះសោះណាប៉ុន្តែអស់ពីព្រះអង្គទៅក៏នៅតែគេរស់កើតនៅតែប្រព្រឹត្តធម៌កើតព្រោះធម៌នៅមានធម៌បាត់អីបើទុកជាធម៌បាត់ហ្នឹងក៏គេរស់កើតប៉ុន្តែរស់ដោយកងឹតអីយ៉ាងម៉េចអានឹងជារឿងផ្សេងណាដល់ក្រោយទៅព្រះអនន្តទៀតណាដល់ពេលព្រះអនន្តបរិនិព្វានលែងយំស្ដាយពុទ្ធមកយំស្ដាយព្រះអនន្តម្ដងមែនណាពេលព្រះអនន្តបរិនិព្វានមិនក៏មិនទៅយំស្ដាយព្រះសម្មាសម្ពុទ្ធមិនក៏មកយំស្ដាយព្រះអនន្តទៀតហើយយំស្ដាយព្រះអនន្តនឹងយំ3ខែថាយំដូចជួយផែនដីអញ្ចឹងបរិស័ទព្រោះការពុទ្ធបរិនិព្វាននៅគិតថាមានព្រះអនន្តដល់ព្រះអនន្តទៅទៀតយំស្ដាយមែនទេយំជាងពុទ្ធបរិនិព្វានទៀតពុទ្ធបរិស័ទហ្នឹងប៉ុន្តែយំ3ខែដល់រួច3ខែទៅគេភ្លេចអស់បាត់ហើយឥឡូវមាននរណានឹកយំស្ដាយព្រះអនន្តទៀតទេអត់ទេនឹកយំនាងវិញនាងងាប់ស្ដាយនាងប៉ាវាងាប់យំស្ដាយប៉ាវាវិញមានទៅនឹកព្រះអនន្តទៀតទេមានទៅនឹកព្រះទៀតទេអត់យ៉ាងច្រើនដល់បែងគុំពុទ្ធទាំងស្រណង្កឆាមិផ្លេតហ្នឹងបែរទៅជជែកគ្នាវ៉ែទៀតបាត់មានពីណាទៅនឹកព្រះទៀតនោះណាមានទៅនឹកមិនភ្លេចទៀតនោះថារឿងស្អីហ្នឹងវាគ្មានជាអមតៈទេណាអញ្ចឹងការងារណាដែលយើងត្រូវដោះខ្លួនការងារណាដែលយើងត្រូវដោះជីវិតយើងនឹងដោះជាបណ្ដើឲ្យហើយដែលរក្សាសិលទៅធ្វើបុណ្យធ្វើទានការជំរះសន្តានចិត្តនឹងរៀនធ្វើឲ្យហើយអ្វីសិតតែកើតពីការរៀនក្នុងប្រធัวនឹងក៏ត្រូវតែបរិយត្តិធัวនឹងជាដំបូងការវឹកហាត់ការរៀននឹងជាលើកដំបូងហើយរៀនប្រតិបត្តិហ្នឹងក៏រៀនដែរតាមអ្វីដែលកើតឡើងជុំវិញជីវិតហ្នឹងណាកាលណាយើងចេះតែគិតថាអត់ពីយើងទៅគេធ្វើមិនកើតយើងនឹងវាទៅជាកង្វល់ហើយវាហួងហែងទៀតហួងហែងនេះវាលំបាកចិត្តទៀតណាវាខ្លាចចេះវាខ្លាចចោះភ័យទៅរហូតហ្នឹងណាហើយវាគ្រាន់តែគិតថាសេចក្តីស្លាប់ហ្នឹងគឺជាពេលបញ្ចប់របស់ជីវិតយើងមកវាមានរឿងអីទៀតខ្ញុំកណ្ដាលអាត្មាភាពចេះតែសឹងក្នុងកត់ម្នាក់ឯងចេះតែគិតមើលបើសិនជាងាប់ក្នុងកត់ហ្នឹងម្នាក់ឯងហ្នឹងពេលយប់ឲ្យសាមណេរមួយចូលទៅលោកមិនហ៊ានទេមែនចាំតែហ៊ានចូលចុះណាបើទុកជាថាគេតម្កល់ទុកក៏ដោយតែតម្កល់
nè thì họ tập con đôi chia chào để cam xem ấy nè phần mà trong ngày tập con lên chẳng thế còn ở tia họ đi thì họ tập con tục nông sả la đó nè thầy pe giúp ôi sao mà nên mà ông mà vô xây vì cả lại cái bài mà chù nè là nghịch chăm tầm màu thắp bờ máu bạc phơi rồi bạn hiền chù mền nè với miền ấy cha nè tôi với miền ấy cha thì ta màu vậy nó lục cừu ai đang dạng mấy cô màu lục cừu đây mình lục cừu thiệt đấy nè với màu vậy ha với miền ấy cha thế nhận không thằng tại cái nè nè bị thế này nơi không can thiệt ai dạy tận nè thằng nâng vì ở miền ấy phải sao ở miền ấy còn ba đôi bứt tê từ bây giờ miềnประเภท năng prong ơi lẹ bong xì đây sọc tôi tầm bay đôi vô xì đây sọc thông nè lẹ bong để nhận nhôm từ chỉ lan mau lùm ba rồi non rồi chỉ cài đai được bà sẽ cả nồng bông năng trừ trơn trừ ấy mà phần phần té bon của sao năng với mình bên top non là mẹ là mua mày nè vì ơi phal nơi non sang xa rồi quạt phong hai về từ chia open đi xì dạ phải chay từ chia open đi say nơi anh tri chặt la phong chay mình chay nè ca sần xong bon của sao nó đôi chỉ ca đã thành địa kia tục chẳng nè bạn đã thay một chay bát thì dân vô một chai vị ba đã ở trong sang xa rồi vật nó đôi chỉ còn để chai thay ca tại bên đó thì thay ca bạn bị thành địa kia nèแต่ដើមប្រាក់ដែលដាក់ក្នុងធនាគារហ្នឹងមិនចេះអស់អាហ្នឹងក៏ទាហរណ៍អញ្ចឹងបុណ្យកុសលវាទៅជាឧបនិស្ស័យចាស់ខ្លានៃឥន្ទ្រីហ្នឹងដូចជាអាទ្របដើមរបស់យើងហ្នឹងដាក់បណ្ណាវាប៉ុណ្ណឹងថែមទៀតវាបានច្រើនថែមទៀតវាបានច្រើនទីបំផុតគ្រប់ចំនួនបានឈ្មោះថាជាឥន្ទ្រីចាស់ខ្លាជួបព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងធម៌បានសម្រេចនៅអរិយសច្ចធម៌ឃើញច្បាស់នៅព្រះនិព្វានណាហើយចុះដំណើរដែលយើងចាយក្នុងសង្សារវដ្តជាសម្បត្តិមនុស្សជាសម្បត្តិទេវតាសម្បត្តិសុខជាកាមសុខរបស់មនុស្សទេវតាហ្នឹងដូចជាថ្លៃការដែលកើតពីទ្រព្យហ្នឹងតែប៉ុណ្ណោះទេវាអត់បាត់ទេណាសំបីពាក្យដែលថាស្លាប់ព្រោះអស់បុណ្យហ្នឹងអស់តែថ្លៃការនៃបុណ្យហ្នឹងប៉ុណ្ណឹងឯងអាថ្លៃការដែលកើតពីបុណ្យដើមហ្នឹងបើសិនជាបុណ្យដើមវាចេះអស់ម្លេះព្រះដែលមានប្រភេទព្រះអង្គសន្សំបារមី4អសង្ខ័យមួយសែនកាប់ហ្នឹងវាអស់តាមកំណើតកើតមកហ្នឹងហ่าជួនកាលជាតិខ្លះព្រះអង្គត្រូវធ្លាក់នរកប៉ុន្តែបុណ្យព្រះអង្គមានអស់ហើយណាអាដើមនោះការធ្វើដោយទានដោយសិលដោយនេក្ខមៈបារមីវិរិយៈបញ្ញាខន្តីសច្ចៈអធិដ្ឋានមេត្តាឧបេក្ខាអីហ្នឹងអត់មានបាត់ទៅណាទេផលដើមកម្រៃដើមដែលដាក់ទុកក្នុងធនាគារគឺសន្តានចិត្តនេះធនាគារបុណ្យគឺសន្តានចិត្តហ្នឹងតែកប់ទុកក្នុងសន្តានចិត្តហ្នឹងអត់មានបានទៅណាទេណាហើយចុះមិនបានជាព្រះអង្គទៅនរកឋានវាមានបាបឯណានេះមួយញ៉ាំងព្រះអង្គឲ្យទៅបដិសន្ធិក្នុងបាយភូមិសិនអញ្ចឹងទៅណាដោយឧបខេតកកម្មឬក៏ឧបបៃលកកម្មឯណានេះមួយហ្នឹងវាចូលមកបៀតបៀនបុណ្យកុសលហ្នឹងតែពូជបុណ្យដើមដែលពុទ្ធបរិស័ទយើងធ្វើក្នុងសង្សារវដ្តអត់មានបាត់ទៅណាទេណាអត់បាត់ទេហ្នឹងត្រូវតែសន្សំរហូតណាការសន្សំបុណ្យហ្នឹងត្រូវតែសន្សំឲ្យបានរឿយដូចជាភ្លៀងធ្លាក់ក្នុងរដូវវស្សាអញ្ចឹងយកខំយកទៅដាក់ក្នុងទីវាលស្រក់ចូលម្ដងមកតក់យូរទៅគង់តែពេញណាញាតិខ្ញុំស្គាល់កន្លែងដាក់បុណ្យក្នុងធនាគារទេមានស្គាល់ធនាគារបុណ្យទេណាធនាគារបុណ្យគឺនៅក្នុងសន្តានចិត្តយើងទាំងអស់គ្នានឹងឯងណាដោយទានដោយសិលដោយភាវនាហ្នឹងអាហ្នឹងដូចជាទ្រព្យបុណ្យដែលកប់ទុកណាដោយទានដោយសិលដោយការសង្រួមហ្នឹងហើយកប់ទុកក្នុងណាកប់ក្នុងសន្តានចិត្តណាសន្តានចិត្តហ្នឹងអាចសន្សំកម្រៃគឺបុណ្យហ្នឹងបានល្អណាអត់មានបាត់បង់ទៅណាទេប៉ុន្តែមួយចំណែកទៀតវាសន្សំបាបដែរណាចិត្តហ្នឹងណាកុំភ្លេចបុណ្យភ្លេចលះបាបព្រោះតោងទៅរយីប្រយាបណាថ្ងៃណាបុណ្យបាក់ស្លាប់បាបកញ្ញៃម្ដងណាសំបីបាបហ្នឹងមកកញ្ញៃអីយ៉ាងណាក៏ដោយប៉ុន្តែវាមិនបាត់បុណ្យទេណាមិនបាត់បុណ្យទេដូចជាយើងមើលនាងម៉ាឡេកានឹងធ្វើបុណ្យច្រើនណាស់ម៉ាឡេកាមហេសីរបស់ព្រះបាទបសេនតិកោសលណាធ្វើបុណ្យអសតិសទានគឺនាងនឹងឯងជាអ្នកចាត់ចែងណា
ហើយទានអ្វីផ្សេងមានបញ្ញាដោះស្រាយនៅទិដ្ឋិរបស់ព្រះរាជាតាំងពីអតីតជាតិមករហូតដល់ជាតិចុងក្រោយព្រះរាជាចង់បូជាយ៉ាញ់អីយ៉ាងណាដោះព្រះរាជាឲ្យរួចពីបាបច្រើនណាស់ប៉ុន្តែក្បត់ព្រះស្វាមីត្រង់ដែលទៅប្រព្រឹត្តខុសជាមួយសត្វសំណក់នោះប្រព្រឹត្តខុសម្ដងនោះវាខុសហើយដល់តែលក្ខកុហកពីស្វាមីហ្នឹងវាកុហកម្ដងទៀតណាពីរជាន់ណាបាបហ្នឹង2ជាន់ទៅមួយទឹកទៅក៏ប្រព្រឹត្តខុសជាមួយនឹងសត្វសំណក់ស្វាមីមើលឃើញពីលើប្រាសាទទៅណាមើលឃើញឡើងមកវិញស្វាមីស្ដីឲ្យនាងឯងនេះចង្រៃប្រព្រឹត្តជាមួយសត្វឆ្កែហ្នឹងមិនស្អីចឹងទៅតេះឌីលស្ដាច់វិញខ្លួនឯងវាឆ្លាតស្ដាច់ហ្នឹងរៀងល្ងងផងណាមិនសូវឆ្លាតទេបើសិនទីកោសលហ្នឹងស្វាមីចេះតែថាព្រោះបន្ទប់ហ្នឹងតែចុះទៅចេះតែឃើញផ្ដេសផ្ដាសអញ្ចឹងឥឡូវស្វាមីចុះទៅម្ដងខ្ញុំមើលម្ដងជាមើលឃើញស្អីដល់ចុះទៅព្រះរាជាចុះទៅហ្នឹងស្រង់ទឹកអីធម្មតានាងហ្នឹងមើលមានឃើញទេណាប៉ុន្តែឡើងមកវិញស្រែកថាឲ្យយ៉ាណាព្រះអង្គម្ចាស់ហ៊ានទៅប្រព្រឹត្តខុសជាមួយមេប្រពេផងណាចោតទេណាវាអត់ឃើញមែនទេនេះចោតកុហកអញ្ចឹងទៅហេម្ចាស់អូនថាឯណាបងអត់មានទៅប្រព្រឹត្តខុសជាមួយមេប្រពេទេណាខ្ញុំក៏មានទៅប្រព្រឹត្តខុសជាមួយឆ្កែអីបន្ទប់ហ្នឹងវាអញ្ចឹងឯងតែចោតទៅឃើញតែផ្ដេសតែផ្ដាស់អញ្ចឹងនិយាយចោតផងកុហកទៀតឃើញទេណាអញ្ចឹងបានព្រះរាជាអត់បន្ទប់នឹងចង្រៃអ្វីចោលអាហ្នឹងតែចោះទៅឃើញផ្ដេសផ្ដាស់ណាហើយតាមពិតព្រះរាជាមានដឹងអីមានទៅប្រព្រឹត្តអីខ្លួនឯងប្រព្រឹត្តមែនទែនជាមួយឆ្កែណាហើយដល់ធ្វើល្បិចឲ្យព្រះរាជាជឿឲ្យព្រះរាជាចោះម្ដងហើយចោទព្រះរាជាថាប្រព្រឹត្តជាមួយមេប្រពេណាហើយព្រះរាជាមានប្រព្រឹត្តឯណាឲ្យខ្លួនឯងមើលមានឃើញឯណាតែជាការចោទប្រកាន់ដើម្បីដោះខ្លួនឯងដល់តែពេលនាងនឹងជិតងាប់នេះវានឹកឃើញតែរឿងហ្នឹងមិនគួរកុហកស្វាមីសោះប្រព្រឹត្តខុសហើយលាក់ស្វាមីរហូតចិត្តនឹងសៅហ្មងបុណ្យធ្វើមកជីវិតជួយអត់បានធ្លាក់នរកអញ្ចឹងមកលេខាធ្លាក់នរក7ថ្ងៃមនុស្សហ្នឹងណាមិន7ថ្ងៃនរកទេណាព្រះរាជាបានប្រសិទ្ធិកោសលអត់ដឹងរឿងហ្នឹងរហូតអត់ដឹងទេមានតែនាងហ្នឹងហើយព្រះសម្មាសម្ពុទ្ធទេដែលដឹងណាដឹងរឿងហ្នឹងពុទ្ធហើយនឹងព្រះអរហន្តដែលមានបរចិត្តវិជ្ជាអីហ្នឹងអាចដឹងណាហើយដឹងច្បាស់ជាងគេគឺព្រះសម្មាសម្ពុទ្ធហើយនឹងនាងនឹងខ្លួនឯងរឿងអីក៏លាក់ជាមួយព្រះសម្មាសម្ពុទ្ធអត់បានដែរណាស្លាប់ទៅពេលដែលស្លាប់មុនព្រះរាជាសោកសៅមែនទែនស្រឡាញ់មហេសីហ្នឹងអត់បានដឹងថាមហេសីហ្នឹងក្បត់ទេណាទៅសួរព្រះសម្មាសម្ពុទ្ធអំពីកំណើតរបស់នាងនឹងព្រោះនាងនឹងធ្វើបុណ្យច្រើនណាស់តែនាងទៅកើតឯណាបានព្រះរាមាភិបព្រះអង្គទ្រង់ជ្រាបថាព្រឹកហ្នឹងព្រះរាជាមកសួររឿងហ្នឹងណាអញ្ចឹងព្រះអង្គទ្រង់បណ្ដាចិត្តព្រះរាជាហ្នឹងឲ្យភ្លេចមកពីព្រះរាជវាំងមកគិតថាសួរថាមេសីនឹងកើតឯណាមកដល់ភ្លេចបាត់ទៅព្រះអង្គនាំនិយាយរឿងផ្សេងភ្លេចបាត់ទៅហ្វាញ់គុំលាទៅដល់ព្រះរាជវាំងឯងទៅសួររឿងហ្នឹងភ្លេចបាត់ទៅណាស្អែកឡើងទៅទៀតទៅដល់ចិត្តវត្តភ្លេចទៀតណាឃើញរឿងនេះរឿងនោះនិយាយហូហែទៅស្ដាប់ពធស្ដាប់អីទៅណាត្រឡប់មកវិញមកដល់នគរបាននឹកឃើញឯងថាទៅសួររឿងហ្នឹងមិនភ្លេចទៀតហ៎ណាព្រះអង្គបណ្ដាលឲ្យព្រះរាជានឹងភ្លេចដោយសារហេតុអីដោយសាររយៈពេល7ថ្ងៃហ្នឹងមហេសីកំពុងតែនៅក្នុងនរកបើសិនជាព្រះអង្គឲ្យនឹកឃើញឲ្យសួរព្រះអង្គឆ្លើយត្រង់ថានាងម៉ាលិកាកំពុងតែនៅក្នុងនរកព្រះរាជាឈប់ជឿបុណ្យព្រមហេសីនឹងធ្វើបុណ្យច្រើនណាស់ធ្វើដល់ម្លោះរឿងអីទៅធ្លាក់នរកដល់តែគ្រប់ថ្ងៃទី7នាងនោះស្លាប់ពីនរកទៅកើតនៅឋានសួគ៌នោះទៅឋានទេវលោកទៅព្រះរាជាទៅថ្ងៃទី7ទៅសួរព្រះអង្គឈប់ឲ្យភ្លេចទៅដល់សួរបបិទ្ធព្រះអង្គដែលចម្រើនមាលិកាទេវីបដិសន្ធិក្នុងភពណាបានព្រះអង្គប្រាប់ថាបបិទ្ធមហារាជនាងបដិសន្ធិក្នុងទេវលោកឯនោះសោយសុខសម្បត្តិក្នុងទេវលោកឯនោះសប្បាយរីករាយចិត្តព្រះរាជានៅតែអត់ដឹងថានាងនឹងធ្លាក់នរកដែរណាគ្មានដឹងអីទេព្រះរាជាហ្នឹងណានឹងប៉ុន្តែប្របាទប្រសិទ្ធិកោសលនឹងបានត្រាស់ជាពុទ្ធមួយអង្គក្នុងកាលអនាគតណាមួយអសង្ខ័យកាប់ទៀតទៅណានឹងខ្ញុំកណ្ដាលស្មារតីចេះនិយាយទៅញាតិញោមស្ដាប់ដល់ណាហើយណាដល់ណាហើយហ
hay rừng ấy ban từ lợi cái rừng nắng nè nàng trong này dây rừng là ruộng nè ruộng xùa nằng nè rùm chỉ môi nâng chỉ vật tập bỏ dưỡng để trâu đo sai pa nhà hà nâng đó nè nhận nhôm nâu mốn đo sai pa nhà hà nâu mồ nhận nhôm nâu Phnom Penh đo sai pa nhà hà nữ Phnom Penh hay bà cô nâu mùl khía đo sai pa nhà hà nâu mùl khía đo côn bay từ nơi na từ Siem Reap từ Pri Veng từ na miền rừng ấy tụi đo sai nồi nòng tiệt mền nó nè lấy pa nhà hà nó mở rồi vớt nó được cái dân từ rồi pa nhà hà nè này dân tới nè từ rồi pa nhà hà nó miền pa nhà hà nè mở rồi dân á dân chụp bật tô thành là đi năm pa nhà hà ở dân là đu năm pa nhà hà ở dân tiền dân luôn ấy cái dân ắt bật tô luôn dân đây nè pro chỉ vật này củaประตามhai đô chỉ cả đa tua nông trà là khao chẳng lùm ba giang na tục giang mạch cung để chọn đại mơ đường là khao này dân mơ tôi thà cầm sót na thà cầm sót giang mạch tập lưu chọp à mê này nè cầm sót giang mạch soi tục giang mạch tập lưu chọp à nè rương chỉ vật dân đôi kia lùm ba giang mạch chụp rương giang mạch pa nhà hai giang mạch tàn tích tiết chọp à nè chọp chương ca rương nó về là sai tới chương ca giờ ngọt cho tới với chọp đôi kia nè mấy cái pa nhà nó chập vô tục nông lục đi đôi khi chiết môn mau mình bên thầy dân mình thọp ca đi nè thọp na hơi bên này lấy dân tự đo sai pa nhà chiết muốn rước cái chiết đi lấy dân ngọt bị chiết đi tự ca chiết một tiết một vơi một đo sai chiết đi rồi còn đo chiết một điện thà đo vào đá ta nè rùa ôi ta rùa ta nè hay riêng thua đầm bạch đọc luôn trên cha bị song xa là vọt đi ta sẽ cái vô ớt ban tới đây vì muốn rùa không rùa nè thì chiết muốn móc có không ta xoa như rùa không xôi đôi chiết đi nhá nè mấy thọ ớt đấy nè thì chiết muốn cả không thì chẳng này nè hay đó là một ca chiết đi mà chỉ cây vô mầm bàn vào tục nơi chiết muốn nó mền sầm bát tê và đa sầm bát sờ than sư ấy có thọp miên tầng ó nè dân miền từ ban từ huông hay từ xây cho mũi than xuôi nè tiết ở tề vì lên để than pram mấy để sạt lục dân ở cá ở vì ha tập ba sự tê xây cần được tha sự thiêu việc prom pram nắng sạt lục đại cá tê pro chỉ lùng nơi rồi bóc ra nà kia krau pin núc sam sập mũi đọ pram nâng trên từ sau mà phay của mũi nâng từ thọp cá tầng ó tăng bị prom thạch cua nà máu cờ sạt lục rồi dân nâng thọp hay tiết mà ha nó rúa non trai cam mấy dạng na có thọp vừa đây bồn pin priệp ở hai non trai cam pram ti môi sầm lap miết đa sầm lap bay đa sầm lap pre rồi hon bầm bay song nhang rồi hát pre sama sam put ở pua pung cứ thọp ở hai sạt lục dân mà nè là ba cúp chùm puk tầng ó mình miền thạp bàm na sạt lục dân mình thọp vừa tại bồn tại mình nó để vừa mình toàn cúp bồn để vừa cúp miền từ lâu cái dạ có sao đập bầm pel nó cứ cúp à mà hai của sao bầm bay mà hai cật đại của sao bầm buôn nâng cứ cục mình khỏe thế tại lô cốt đại của sao buôn thọp thế nè bởi ban thọp vừa của sao nâng bán về từ chợ đây bộ cốt hay nộp biên rong trăm nộp bề chạp nâng mình từ nào ngày để nè nâng trong cả ác mà phiền nâng sầm đai vì nên tịch vì nôn tịch tới rùm sờ rọc mơ nhiệt nhôm dướng che đọt sai pa nhà hà không chỉ vật nâng cùng nói pa nhà hà nâng cướp tận đọt chật dương từ nít từ tơ kê tôn nô từ tơ kê tam bích với mình mấy là na thưa ở dương tơ thì dương để tới từ tơ kê nó nè dương tư na chưa mà nô để dương sọp dương thắng tự được tơ ta nâng đó là khơi mục ta nâng đủ chân đó là nè khơi mục dây nâng đủ chân đó là tam bích quát đấy ta tại dương thì ta nè từ quạt cho cây group này mấy cột mình từ chỉ mỗi quạt được mà ấy nó có miên nè từ mà đây nè mình chỉnh lục bàn ta nâng đó nè hãy cho nhận nhôm đặt tay thì mấy con mình chỉnh thầm men tham ăn nè đặt phơi cái chỉnh nè cây nè chỉnh luôn anh ta men nè nè riêng ấy tiết đôi kia chẳng nè na cả đó để thay dân sọp nè dân bị nứt ở đó đó vì mình bên quạt nó chỉ bảo cô cua sọp ấy bà quạt nó chỉ bảo cô cua sọp vì xong thì trẻ xong thả không lột nâng là na của sọp quạt đây
កូនគាត់ក៏ស្អប់គាត់ប្រពន្ធគាត់ក៏ស្អប់គាត់ចៅគាត់ក៏ស្អប់គាត់ណាណាក៏ស្អប់គាត់ដែរអាហ្នឹងមិនគួរតែយើងស្អប់គេឯងទៅចោះប៉ុន្តែមនុស្សដែលយើងស្អប់ហ្នឹងណាមានប្រពន្ធគាត់ស្រឡាញ់គាត់មានកូនគាត់ស្រឡាញ់គាត់មានមិត្តភក្តិគាត់ស្រឡាញ់គាត់គាត់ងាប់មានគេយំមិនក៏យើងទៅស្អប់គាត់មែនណាដែលញាតិញោមគ្រប់គ្នាហ្នឹងគ្រប់គ្នាហ្នឹងអង្គុយហ្នឹងតែស្លាប់ទៅមានអ្នកយំដូច្នេះញាតិញោមគ្រប់គ្នាសិតតែមនុស្សគួរឲ្យស្រឡាញ់ទាំងអស់ហ្នឹងមានពីណាគួរឲ្យស្អប់មួយទេមែនទេហើយដូចអាត្មាហ្នឹងគួរឲ្យស្អប់ដែរត្រូវស្អប់ដែរហ្នឹងណាថារឿងស្អប់គាត់តោះវាមិនមែនមកពីបុគ្គលដតីហ្នឹងជាសមុទ្រឋានទេវាមកពីក្នុងចិត្តឯនេះណាវធัวនៅក្នុងសកបញ្ហាសូត្រហ្នឹងបានសម្ដែងឲ្យថាពីវេរាវាមកអំពីការចំណែនការកំណាញ់ចំណែននៅកំណាញ់វាមកអំពីស្រឡាញ់ស្អប់វាមកអំពីឆន្ទៈហ្នឹងវាមកអំពីវិតកៈវាមកអំពីបបញ្ញធម៌គឺតណ្ហាទិដ្ឋិមានះហ្នឹងហេតុនៃធម៌ទាំងអស់ហ្នឹងមិនមានវាឈប់ស្រឡាញ់ឈប់ស្អប់វាឈប់ចំណែនឈប់កំណាញ់វាឈប់មានពីវេរាហើយវាកើតតែពីសមុទ្រឋានខាងក្នុងហ្នឹងទៅពធរបស់ព្រះអង្គហ្នឹងមានគោលការណ៍សំខាន់3ទី1មិនធ្វើបាបមិនមែនទៅហាមគេទេគឺហាមខ្លួនឯងឃើញទេកាយវាចាមិនល្អត្រូវហាមខ្លួនឯងទី2ត្រូវធ្វើបុណ្យកុសលគឺត្រូវធ្វើខ្លួនឯងទី3ជំរះសន្តានចិត្តឲ្យល្អហ្នឹងគឺជំរះសន្តានចិត្តខ្លួនឯងដែរណាមានគ្រប់ទាំង3ហ្នឹងចប់បញ្ហាណាដោយព្រះដ៏មានព្រះភិក្ខព្រះរហន្តថៃណាស្របទាំងអស់ក្នុងលោកហ្នឹងបានត្រាស់ដឹងនៅសច្ចធម៌ហ្នឹងមិនមែនព្រះអង្គមានឥទ្ធិពលអីឲ្យមនុស្សឈប់ជេរឲ្យមនុស្សឈប់ចំណែនឲ្យមនុស្សឈប់កំណាញ់ក្នុងពិភពលោកហ្នឹងទាំងអស់ទេព្រះអង្គដឹកនាំបានតែអ្នកមានឧបនិស្ស័យតាមព្រះអង្គប៉ុណ្ណោះណាប៉ុន្តែព្រះអង្គឈ្មោះថាដល់ព្រះនិព្វានហើយឈ្មោះថាដល់នៅការជាប់ទៅនៃយោគៈហើយការខ្សែមចាក់យោគៈគឺព្រះអង្គបានហើយចិត្តត្រជាក់អត់មានកម្ដៅអត់មានតំណត់ការដុតនៅក្នុងសន្តានចិត្តព្រះអង្គហ្នឹងមានតាំងពីព្រះអង្គនៅមានបច្ចុប្បន្ននៅឡើយព្រោះនិព្វានវាមានពីរគឺសឧបាតិសេសនិព្វាននិងអនុបាតិសេសនិព្វានព្រះអង្គបាននិព្វានតាំងពីក្រោមលោកពោធិព្រឹក្សគ្រាដំបូងថ្ងៃពេញបូរមីខែវិសាខមុនពុទ្ធសករាជ45ឆ្នាំណាហ្នឹងព្រះអង្គបានខ្សែមព្រះអង្គបានសេចក្តីស្ងប់ហ្នឹងមិនមែនដោយការអត់ទ្រាំមិនមែនដោយការចូលសមាធិអីទេគឺស្ងប់ចំពោះអារម្មណ៍ទាំងឡាយមានរូបសម្លេងក្លិនរសផតថាពៈហ្នឹងគឺស្ងប់សម្រាប់ព្រះអរហន្តព្រះអនាគាអីហ្នឹងលោកស្ងប់អស់ហើយការខឹងការក្រោធការស្រឡាញ់ដោយការមរាគៈស្អីហ្នឹងអារម្មណ៍បណិតយ៉ាងណាទេវតាយ៉ាងម៉េចអត់មានញ៉ាំងចិត្តរបស់ព្រះអរហន្តហ្នឹងឲ្យកម្រើកទៀតអត់មានអារម្មណ៍គួរជាទីស្អប់ខឹងស្អប់យ៉ាងណាក៏អត់មានតែនេះព្រះអង្គទៅណាគេជេរណាអាត្មាចេះតែគិតខ្លួនឯងថាចុះបើសិនជាទៅស្រុកណាគេជេរមួយអាទិត្យដូចព្រះអង្គហ្នឹងទ្រាំបានមិនបានព្រះអង្គគេជេរមួយអាទិត្យហ្នឹងញឹកណានាងមាកន្តយាក៏ជួលគេជេរមួយអាទិត្យជួលអ្នកលេងមួយក្រុងទៅបិណ្ឌបាតឯណាក៏ជេរសាមណៈតងោលស្អីណានេះឡើងព្រះអនន្តចង់រត់ណាព្រះអនន្តសោតាប៉ុននៅញ័រដែរណាជេរព្រះអង្គឡើងក៏ក្រើកដីក្នុងរឿងនាងសុន្ទរីក៏ជេរព្រះអង្គដែរគេជេរព្រះអង្គមួយអាទិត្យអីនោះហើយរឿងដែលព្រះអង្គយកភិក្ខុទៅបួសក៏ស្រីជេរព្រះអង្គដែរជេរគេថាព្រះអង្គនាំភិក្ខុសង្ឃនឹងទៅបួសឲ្យគេមីម៉ាយអស់នាំប្រុសទៅបួសឲ្យគេមីម៉ាយអស់នោះស្រីជេរព្រះអង្គណារឿងហ្នឹងហើយតេះដៀព្រះអង្គថាសាសនាព្រះអង្គហ្នឹងដឹកនាំឲ្យដាច់ពូជទៅប្រុសទៅបួសអស់ហើយមានស្អីបន្តពូជគេជេរព្រះអង្គអញ្ចឹងក្នុង3ដងតែជេរយូរប្តីនោះក៏ទៅបួសបានសេចក្តីសុខស្ងប់ទៅសម្រេចធម៌សូត្រធម៌ជាមួយគ្នាទៅសាមគ្គីគ្នាល្អទៅប្រពន្ធទៅទេយើងជេរនឹងមិនត្រូវទេណាជេរនឹងជាទោសទេតាដើម្បីបានប្រយោជន៍ដែរក៏ប្រពន្ធគេទៅបួសជាមួយប្តីគេដែរតែណាបួសមុនដំបូងថាបួសទៅតាមប្តីទៅដល់បួសស្ដាប់ធម៌សម្រេចធម៌ទៅវាមានទៅចង់តាមអីទៀតណាបងគេជេរញឹកថ្មហ្នឹងមិនតាន់ឃើញនរណាមកជេរចំមុខដោយព្រះអង្គអញ្ចឹងផងណាអញ្ចឹងបានចេះតែវឹកហាត់ខ្លួនឯងទៅមានរឿងរ៉ាវអីនរណានិយាយយ៉ាងម៉េចនរណាខឹងណាអីហ្នឹងចេះតែនឹកឃើញព្រះអង្គ
ញញុំរៀននឹកឃើញព្រះអង្គបានល្អណាទាំងអស់គ្នានឹងសូមឲ្យបានព្រះអង្គមកជាអារម្មណ៍បើគេជេរទិញទួចអីថាព្រះអង្គគេជេរមួយអាទិត្យណាហើយជេរច្រើនគ្នារស់ច្រើនរួយណារាប់រយនាក់មកជេរកណ្ដាលបរិស័ទដូចនាងចេញចាយមកចង្អុលមុខជេរព្រះអង្គអីមានរឿងអីនឹកឃើញព្រះអង្គទៅព្រះអង្គជួយយើងឲ្យយើងមានចិត្តស្ងប់ណានឹកឃើញព្រះអង្គទៅកុំយកបពពួកមាននឹងមកធ្វើជាទីប្រឹក្សារហូតនោះមានមកធ្វើទីប្រឹក្សាហ្នឹងគេមកបច្ចេកថាខឹងនៅនោះជេរឯងហ្នឹងនោះជេរបងឯងហ្នឹងកិលេសហ្នឹងវាដូចជាមកប្រាប់យើងអញ្ចឹងណាដែលកិលេសមកបច្ចេកយើងអញ្ចឹងដែរដេកទៅវិតកៈគេមកបច្ចេកណែយាយនេះថាអញ្ចឹងណាយាយនោះថាអញ្ចឹងណោះចិត្តហ្នឹងក៏ក្រោតក៏ខឹងតាមទៅណាឲ្យកិលេសធ្វើទីប្រឹក្សាឬក៏ឲ្យមេត្តាព្រមវិហារមកធ្វើទីប្រឹក្សាវិញមែនណ៎មែនណ៎ហ្នឹងអញ្ចឹងសូមអនុមោទនានឹងការសម្ដែងពធបានមកប្រហែល1ម៉ោងប៉ុណ្ណេះសូមញាតិញោមពុទ្ធបរិស័ទតាំងនៅក្នុងសភាពនៃចិត្តដ៏ទូលំទូលាយណាមានការឲ្យអភ័យមានការរាប់អានជាពិសេសដោះខ្លួនឯងឲ្យផុតអណ្ដែតពីភាពសៅមងកុំវិចខ្ចប់ខ្លួនឯងឲ្យនៅក្នុងសភាពសៅមងដែលជាបពួករបស់មេហើយនិមន្តព្រះអង្គមកគង់ក្នុងសន្តានចិត្តនៅទីបំផុតធ្វើដំណើរតាមព្រះយុគលបាតទៅកាន់ទីរំលត់ទុកគឺព្រះនិព្វានគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនា